ពេលនាងបានឃើញមិត្តប្រុសនៅជាមួយគឺស្រីស្នេហ៍យីមកមន្ទីរពេទ្យពិនិត្យផ្ទៃពោះទើបក្មេងស្រីដឹងថាមិត្តប្រុសបានក្បត់នាងហើយប៉ុន្តែនាងមិនមានសេចក្តីសោកសៅសោះថែមទាំងបែរខ្លួនទៅស្ទុះអោបពូតូចដែលបានស្រឡាញ់នាងជាយូរមកហើយដើមហេតុគឺក្មេងស្រីជាមនុស្សកើតជាថ្មីជីវិតមុននាងត្រូវបានគេចាប់ជំរិតហើយទូរស័ព្ទទៅសុំជំនួយពីមិត្តប្រុសមិនគួរឲ្យជឿមិត្តប្រុសវិញកំពុងរវល់តែស្នេហាជាមួយនារីហើយមិនបានមកជួយនាងឡើយចុងក្រោយនាងត្រូវបានដុតស្លាប់ទាំងរស់នៅកន្លែងភ្លើងឆេះពូតូចបានឃើញសាកសពនាងដែលឆេះខ្មៅហើយយំសោកស្ដាយយ៉ាងខ្លាំងបន្ទាប់ពីសម្លាប់ជនឧក្រិដ្ឋដោយដៃខ្លួនដើម្បីសងសឹកឲ្យនាងរួចពូតូចបានទៅស្លាប់តាមនាងនៅមុខភ្នោដល់ពេលនោះហើយក្មេងស្រីទើបដឹងថាអ្នកណាទើបជាមនុស្សដែលស្រឡាញ់នាងពិតប្រាកដពេលនាងបើកភ្នែកឡើងម្ដងទៀតនាងវិលត្រឡប់មកថ្ងៃដែលបានឃើញមិត្តប្រុសក្បត់នាងបានរស់ជីវិតម្ដងទៀតលើកនេះនាងនឹងមិនអនុញ្ញាតឲ្យវិនាសកម្មកើតឡើងម្ដងទៀតឡើយដូច្នេះនាងបានបញ្ចប់ទំនាក់ទំនងជាមួយមិត្តប្រុសតែម្នាក់ឯងភាពត្រជាក់ចិត្តរបស់នាងធ្វើឲ្យមិត្តប្រុសអង្គុយមិនសុខគេសុំអង្វរសុំឲ្យនាងផ្ដល់ឱកាសម្ដងទៀតប៉ុន្តែនាងដាច់ខាតមិនយកស្នេហាចាស់ត្រឡប់វិញឡើយមិននឹកស្មានថានៅពេលនោះនាងត្រូវបានវាយពីក្រោយហើយពេលភ្ញាក់ឡើងវិញនាងឃើញខ្លួនឯងដេកលើគ្រែជាមួយមិត្តប្រុសក្នុងសភាពសម្លៀកបំពាក់មិនរៀបរយនាងភ័យស្លន់ស្លោក្រោកឡើងត្រៀមចាក់ចេញភ្លាមមិនគួរឲ្យជឿនេះគឺជាគម្រោងចិត្តណាមាននារីម្នាក់នាំមនុស្សចូលមកវាយនាងដោយមិនសួរអ្វីឡើយហើយទះមុខនាងជាច្រើនដៃក្មេងស្រីសន្លប់ភ្លាមនៅនឹងកន្លែងនៅពេលសំខាន់នេះបុរសម្នាក់បានមកដល់ទាន់ពេល